บนล้านนี่แต่ไหลแต่ปีเมินผมใบปอน$500ก็เป็นเม้นก็บรรทายกันเจ้าสวัสดิภาพคือเฮียนแต่เนียท่ากำลังพูดมันเต้นของผมร้านเอชูวิบอมริดได้กลุ่มปุ่งแต่ตัวบางกากรมโตครั้งขณะดำไหลบิเศษตรมตายปีเมินผมใบปอน$500ตายผลนอกบอมโอนกับตัวบางล้านไม่คลังโกบอมริด full option กำลังสวัสดิภาพพูดชิมวยมุกนี้ดอสมบูรณ์ใบเอาไว้ในการตัดพิเศษบอมโอนมีตรมตาย$500ผม$100มาหมดไอทัวการหมดดอยังเฉลี่ยกรูปีปอนมาให้ประมวยនេះបានហើយជាមួយលក្ខខណ្ឌរំលោះងាយងាយមែនទែនបាទយើងអាចសិក្សាបានរហូតដល់25ខេត្តក្រុងអីណោះហើយខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចង់ដឹងថាតើរថយន្តថ្មីខ្លាញ់គោរបស់អាមេរិកនៅខាងក្រៅខ្ញុំបាននេះមានលក្ខណៈពិសេសបែបណាដែលទទួលបានការគ្រប់គ្រងខ្លាំងយកតែមែនទែនតែម្ដងបងប្អូនហើយបងប្អូនសូមដឹងថារថយន្ត Chevrolet គឺជាប្រភេទរថយន្តរបស់អាមេរិកដែលផ្ដល់ជូនភាពទំនើបបាទសុវត្ថិភាពភាព comfort នៃការបើកបរអ្វីដែលកាន់តែពិសេសគឺការសន្សំសំចៃខ្ពស់បាទអញ្ចឹងរថយន្ត Chevrolet Group នេះគឺយើងបានបំពាក់ជាមួយនឹងម៉ាស៊ីន4បាទដែលធ្វើឲ្យរថយន្តនេះមានសន្ទុះខ្លាំងដែលភ្ជាប់ជាមួយនឹងប្រព័ន្ធតាក់បូធ្វើឲ្យរថយន្តនេះកាន់តែជាន់ស្ទុះខ្លាំងមួយកម្រិតបន្ថែមទៀតហើយបើយើងក៏លេចទៅមើលការរចនាបងប្អូនអាចឃើញបានបាទជាមួយនឹងការបណ្ណា design ធំទៅលើក្រោមបាទភ្ជាប់ជាមួយនឹងការលេងកាមនៅផ្នែកខាងមុខឡាយជាមួយនឹងបែបកបោនមើលទៅស្អាតខ្លាំងមែនទែនអញ្ចឹងសម្រាប់បងដែលស្រឡាញ់ឡានលក្ខណៈបែបលេងបែប sport ណាបងប្អូនអាចធ្វើការពិចារណាទៅលើ model Chevrolet Group នេះបានព្រោះដោយសារតែក្នុងលក្ខខណ្ឌការ design ឡាននេះគឺមានភាពតាក់ទាញខ្លាំងមែនទែនបាទសូម្បីតែការរចនាអំពូលគឺយើងបានប្រើប្រាស់ជាមួយប្រភេទអំពូលគុជបាទបិទបើអូតូស្វ័យប្រវត្តិកម្រិតនៃបាច់ពលឺគឺបានច្បាស់ល្អខ្លាំងមែនទែនអ្វីដែលកាន់តែពិសេសខ្លាំងមួយទៀតបងប្អូនឡាននេះតម្លៃតែ$28,500ក៏ពិតមែនក៏ប៉ុន្តែកញ្ចប់សុវត្ថិភាពគឺហ៊ានធានាថាកម្រិតខ្ពស់មែនទែនបងប្អូននៅខាងលើនេះយើងមានរ៉ាដាសម្រាប់ប្រព័ន្ធចាប់ប្រាំងអូតូដែលស្វ័យប្រវត្តិហើយបើសិនជាបងប្អូនបើកបររេផុតពីគន្លងផ្លូវរថយន្តនឹងធ្វើការទាញចូលគន្លងភ្លាមតែម្ដងហើយមួយទៀតបងប្អូននៅពេលដែលយើងបើកបរបាទមានឧបសគ្គនៅផ្នែកខាងមុខនោះរថយន្តនឹងធ្វើការalert ឲ្យយើងដឹងមុនតែម្ដងតម្លៃសម្រាប់ភាពស្រស់ស្អាតសម្រាប់រថយន្ត Chevrolet Group នេះមិនត្រឹមតែភាពស្រស់ស្អាតនៅផ្នែកខាងក្រៅក៏ប៉ុណ្ណោះទេក៏ប៉ុន្តែបើនិយាយអំពីផ្នែកខាងក្នុងខ្ញុំហ៊ាននិយាយថាគឺខ្ញុំឲ្យបន្ទុក10លើ10តែម្ដងព្រោះការរចនាគឺស្រស់ស្អាតខ្លាំងយកតែមែនតែម្ដងផ្នែកខាងក្រោយចំពោះការរចនាគឺយើងត្រូវបានរចនាជាមួយនឹងអំពូល LED ធ្វើឲ្យរថយន្តនេះមើលទៅស្រស់ស្អាតខ្លាំងមែនទែនជាមួយនឹងបំពាក់មកជាមួយនឹង sensor បាទភ្ជាប់ជាមួយនឹងកាមេរ៉ា guideline ដែលជាប្រភេទកាមេរ៉ារេតាមចង្កូតអ្វីដែលតាក់ចិត្តខ្ញុំខ្លាំងជាងគេនោះមួយទៀតបងប្អូនចំពោះការផ្នែកខាងក្រោមគឺយើងគឺបានរចនាជាមួយនឹងគេហៅថាលក្ខណៈបែបកបោនបាទអមជាមួយនឹងសំាំងភ្លោះតែម្ដងសូមបញ្ជាក់ជូនបងប្អូនចំពោះសំាំងនេះគឺយើងមកសិនតែម្ដងមិនមែនសំាំងបឆោតទេអញ្ចឹងរថយន្តនេះខ្ញុំអាចហ៊ាននិយាយថាមិនថាផ្នែកខាងមុខឬក៏ផ្នែកខាងក្រោយឬក៏ផ្នែកខាងក្នុងទេគឺមានភាពតាក់ទាញខ្លាំងបាទគ្រប់ផ្នែកតែម្ដងហើយយើងក៏លេចទៅមើលផ្នែកខាងក្នុងនៃការរចនាផ្នែកខាងក្នុងគឺមានភាពតាក់ទាញខ្លាំងមែនទែនដោយសារតែរថយន្តនេះគឺយើង design មកលក្ខណៈបែប SUV កាត់ sport តែម្ដងជាមួយនឹងកៅអីអូតូពូកស្បែកបាទចង្កឹះ electronic ដែល design មករៀងជាអក្សរ D ហើយបើយើងនិយាយពីកៅអីអង្គុយវិញគឺ design ដូចកៅអី gaming តែម្ដងអញ្ចឹងសម្រាប់ដែលចូលចិត្តបែបឡាន sport ណាបាទត្រូវចិត្តតែម្ដងព្រោះដោយសារតែការរចនារថយន្ត Chevrolet Group នេះគឺផ្ដល់ភាពតាក់ទាញគ្រប់ជ្រុងតែម្ដងមិនថាផ្នែកខាងក្នុងឬក៏ផ្នែកខាងក្រៅបាទមិនត្រឹមតែប៉ុណ្ណោះទេចំពោះផ្នែកខាងក្នុងគឺយើងត្រូវបានរចនាជាមួយនឹងគេហៅថាដំបូលបើបានងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងបាទហើយអមជាមួយនឹងអេក្រង់ touch screen ដែលយើងមើលផែនទីមើល map បានហើយកុងទ័រគឺយើងប្រើប្រាស់ជាប្រភេទកុងទ័រ digital ឲ្យហើយបាទដើម្បីទទួលបានព័ត៌មានលម្អិតបងប្អូនអាចធ្វើការតាក់ទងជាមួយខ្ញុំផ្ទាល់បាន Mr. Chanda តាមរយៈលេខ Telegram 093 5445 12